ដែលចូលរួមអមជាមួយបងប្អូនយើងអ្នកលេងច្បាប់ប្រព័ន្ធផងដែរចំណុចទូកបងប្អូនមើលមុខអាហារនេះគឺជាទីលានសម្រាប់ការប្រកួតនៅក្នុងថ្ងៃទី29នៅខាងភូមិឈូកបឹងឃុំឈូកស្រុកប្រាសាទដំបូលខេត្តកំពង់ធំផ្ទាល់បងប្អូនខ្ញុំសង្កេតឃើញថាគឺមានការសាមគ្គីគ្នាសស្រាំខ្លាំងមែនទែនចំពោះបងប្អូននៅខាងភូមិឈូកបឹងណាដែលការប្រកួតនឹងគឺរៀបចំនៅបឹងម្លិចទល់មុខវត្តស្រីទេពអញ្ចឹងនេះបង្ហាញថាការសាមគ្គីរបស់បងប្អូនយើងនៅខាងភូមិឈូកបឹងគឺធំធេងខ្លាំងមែនទែនចំពោះទឹកចិត្តចំពោះការត្រៀមខ្លួនជាម្ចាស់ផ្ទះដើម្បីរៀបចំការប្រកួតអុំទូកនៅក្នុងថ្ងៃទី29ខាងមុខនេះសល់ដូចជាតែ2ថ្ងៃទៀតទេអញ្ចឹងបងប្អូនអាចមើលវីដេអូខាងលើនេះបានដែលជាទីកន្លែងមួយដែលស្រស់ស្អាតមែនទែនគឺគាត់រៀបចំក្បូរក្បាច់រចនានៃបែបហេដ្ឋារចនាសម្ព័ន្ធជុំវិញនៃទឹកបឹងគឺស្រស់ស្អាតដែលព័ទ្ធទៅដោយរុក្ខជាតិបៃតងផ្ទាល់ម្ដងដែលយើងមើលបន្ថែមទៀតគឺមានរំលេចទៅដោយទង់ជាតិកម្ពុជាទៀតអញ្ចឹងបងប្អូនយើងត្រៀមខ្លួនរួចរាល់ហើយនៅសម្រាប់ថ្ងៃទី29នេះសម្រាប់ខ្ញុំគឺត្រៀមខ្លួនរួចរាល់ហើយណែមើលតែអាយដឹងឯងគឺអាយក្រុមបងប្អូនយើងនៅខាងភូមិលងស្លែងគឺបងប្អូនយើងអ្នកលេងច្បាប់ប្រព័ន្ធមើលអាយដឹងឯងខ្ញុំប្រកាសជាខ្ញុំអាចនឹងមានវត្តមាននៅលើទូកដែលចូលរួមអមជាមួយបងប្អូនយើងអ្នកលេងច្បាប់ប្រព័ន្ធផងដែរចំណុចទូកបងប្អូនមើលមុខអាហារអញ្ចឹងបងប្អូនជួបគ្នានៅក្នុងថ្ងៃទី29អរគុណ